អរគុណម្ចាស់ក្រុមដែលបានយកក្បាច់គុណអតិទេពធាតុ9កម្ចាត់ជំងឺរបស់ខ្ញុំដែលមានរាប់សិបឆ្នាំមកហើយនេះក្រោយឡើងទៅណាភាពអញ្ចេតនារបស់លោកធ្វើឲ្យខ្ញុំជួបផ្ទះនឹងនិស័យខ្ញុំនេះសងគុណលោកមិនតាន់ផងណាចាប់ពីនេះតទៅលោកមិនជក់ឈាមមនុស្សទៀតទេអូបាច់ទេអ្នកប្រចាញ់អង្គដែលយ៉ាងខ្ញុំមានសំណុំពរសូមលោកស្រាយច្បាប់របស់សឿចាចេញទៅពួកស្រាយច្បាប់សឿចោលទៅកូនសោដាក់នៅក្នុងថតទូពេលប្រថុតញ៉ាំពេកអត់មានយកមកតាមទីអញ្ចឹងមិនអីទេសឿចានាងទៅជាមួយនឹងពួកដើម្បីយកកូនសោទៅណាស្ដីទៅសឿចៅមានអាយុមិនច្រើនតែចិត្តរត់ជាចម្លែងម្ចាស់ក្រុមត្រូវតែប្រយ័ត្នទេនាងចំពោះខ្ញុំខ្លែងខ្លួនភ្នែកសលៀងមាត់វាចខ្នងកមពីការជើងមានអារម្មណ៍នឹកចម្លែកណាស់ខ្ញុំធ្លាប់សួរសាវតារបស់នាងដែរតែនាងមិននិយាយខ្ញុំមិនសមនឹងដេញដោលទេផ្ទុយទៅវិញនាងមានការជឿឆ្អាលចំពោះខ្ញុំដោយចិត្តស្មោះខ្ញុំនឹងក្នុងចិត្តហើយបាក់កុំតែលោកបងអ៊ូជីឲ្យមកខ្ញុំមិនបាក់សោឲ្យនាងទេអ្នកនាងក្រុមថោកទាបដែលមានចរិតជាចោរអាក្រក់អស់នោះនាងនឹងពួកគេតែមានអីខុសប្លែកគ្នាទៅស្អីក៏អស់ទៅហើយអញ្ចឹងកូនសោរបស់ខ្ញុំអស់ហើយសៀវចាយខ្ញុំមើលទៅនេះជាព្រំលិខិតទេច្បាក់នេះមើលទៅត្រូវចងឯងអស់មួយជីវិតហើយពួកនេះជាក្រុមសាសនាមីងសៀវចាអ្នកនាងខ្ញុំពីដើមមកអាក្រក់ចំពោះឯងហេតុនេះហើយខ្ញុំចង់និយាយជាមួយឯងអរគុណឯងណាស់សៀវចាយខ្ញុំអរគុណឯងណាស់ខ្ញុំមានអាយុច្រើនជាងឯងបើឯងមិនប្រកាន់ទេហើយខ្ញុំថាបងទៅសៀវចាយមិនហ៊ានទេខ្ញុំពីដើមមកមិនល្អចំពោះឯងមិញឯងអាចអោបដៃឈរមើលបានប៉ុន្តែឯងអត់ទេផ្ទុយទៅវិញគឺលះបង់ជីវិតជួយខ្ញុំទៀតស្អីក៏ឈប់និយាយទាំងអស់តែយើងទៅរកលបងអ៊ូជីមើលគេមានមធ្យោបាយអាចបើកសោច្បាក់នាងទេតែលើចាំមើលលើខាងណាឡាប់អមដូចច្រើនប៉ាទៅហើយបងច្បងក៏ទៅហើយដែរទុកឲ្យកូននៅតែម្នាក់ឯងតែគិតយ៉ាងម៉េចទៅបងខ្ញុំយកម៉ៃគុណអាទិទេពភាព9បូករួមជាមួយនឹងបាញ់ឈានខុនចេញច្បាប់នេះមិនអាចសោះអង្គរយ៉ាងលោកជាច្បាប់នេះធ្វើអំពីជាតិអីទៅខ្សែច្បាប់នេះគឺម្ចាស់ក្រុមចំនួនមួយរបស់ពួកយើងរើបានថ្មម្ដុំដែលចេតនាឆ្លងកាត់ការពិសោធន៍មើលធារ៉ែមាននៅខាងក្នុងទាំងប្រមាណជាមួយនឹងរបស់នៅលើលោកនេះគ្មានទេហើយក៏បញ្ជាឲ្យជាងដៃធ្វើអ្វីក៏មិនបានក៏ធ្វើជាខ្សែចង្វាក់មកខ្សែនេះទៅអញ្ចឹងបានជាទីមិនអាចសោះមិនដឹងថាមានកូនសៅបើបាសឬអត់ទេមែនហើយសិចានាងកំព្រួយអីរឿងបើកច្បាប់នេះធានាលើខ្ញុំចោះណាខ្ញុំនឹងរកមិនឈប់បាយបើបាយមិនអីទេយ៉ាងណាក៏ខ្ញុំពាក់ច្បាប់នេះឡើងធ្លាប់ទៅហើយពេលដដែលម្ដងលើរោគរ៉ាំងស្ដាប់ទៅពីរោះណាស់តែពាក់វាទៅល្អជាងលោកយាយ
ខ្ញុំមានអារម្មណ៍ថាកន្លែងនេះពិតជាត្រង់អត់ប្រៀបមែនខ្លាំងតែកន្លែងនេះពិបាករកណាស់អូលីអាល្អិតនេះបើវាហ៊ានកុហកយើងនឹងឲ្យវាស្លាប់ដោយវេទនាមិនខានទៅមុខមើលនៅចាំបានសម្ដីដែលយាយនិយាយជាមួយឯងទេនិយាយស្ដីទៅប្រកាសជាចាំបានល្អបានបើសិនជាឯងជួបនឹងស្ដេចសឹងរួមមាសនោះបងសៀអ្នកស្រីហានគឺខ្ញុំជាង20ឆ្នាំហើយក្បាច់គុណរបស់លបងសៀយូរទៅកាន់តែឲ្យគេសរសើរទៅមែនស្រីtôiម្នាក់នៅក្បែរខ្លួនអ្នកស្រីត្រូវជាអ្វីនឹងអ្នកស្រីដែរលោកតាសៀខ្ញុំឈ្មោះលីជាកូនស្រីរបស់យីងយេវ៉ាងនាងមនុស្សតកូលយីងមិនក៏នាងមកដល់ទីកន្លែងនេះលោកយាយជាអ្នកគ្រូរបស់ខ្ញុំត្រូវហើយមែនថ្ងៃខែមិនប្រណីមនុស្សទេទាំងអស់គ្នាចាស់ទៅហើយអ្នកស្រីហានខ្ញុំស្នាក់នៅលើកោះភ្លើងតកអ្នកស្រីមកថ្ងៃនេះគឺលបងស៊ីខ្ញុំគ្មានចេតនាមករកលបងទេមិនមករកយើងអញ្ចឹងតាមរកណាទៅកាត់មើលតាមមានអ្នកណាគេដឹងថាលបងស៊ីស្នាក់នៅកន្លែងនេះគឺក្មេងនោះនិយាយប្រាប់អ្នកស្រីអ្នកដែលមកគឺសុទ្ធតែជាភ្ញៀវលបងសៀភ្លេចនីតិទទួលភ្ញៀវហើយហ៎តាអាចទៅនិយាយគ្នានៅកន្លែងដែលបងស្នាក់នៅបានទេមិនសមទេលបងសៀឆ្លើយតបនឹងសំណួរខ្ញុំមុនមកប្តីប្រពន្ធរបស់ប្អូនចាងយើងនោះគេសុខសប្បាយទេអត់សប្បាយទេអ្នកស្រីថាម៉េចលបងស៊ីបងនៅលើកោះនេះយូរហើយមិនដឹងរឿងពិភពគុណទេប្តីប្រពន្ធរបស់ចាងជួយសានកាលពី10ឆ្នាំមុនស្លាប់បាត់បង់ជីវិតអស់ទៅហើយអ្នកស្រីនិយាយថាមិនស្លាប់ហើយបានន័យថាមកយាបានច្បាស់ស្មើប្តីប្រពន្ធចាងជួយសានពេលដែលត្រឡប់ទៅភ្នំអ៊ូតាំងវិញមនុស្សដែលធ្លាប់មានគំនុំជាមួយនឹងបងនោះសុទ្ធតែមករកពួកគេដោយឥតឈប់ឈរទេបងខំសួរពីកន្លែងលាក់ខ្លួនរបស់បងប្តីប្រពន្ធរបស់ចាងជួយសានគឺពិតជាមនុស្សមានចិត្តស្មោះត្រង់មែនទោះជាពួកគេបង្ខំយ៉ាងណាក៏ដោយក៏គេមិននិយាយពីកន្លែងលាក់ខ្លួនរបស់បងដែរប្តីប្រពន្ធរបស់គេទាំងពីរនិយាយទៀតទៅនិយាយតទៅទៀតទៅប្តីប្រពន្ធរបស់ចាងជួយសានព្រោះតែលាក់កន្លែងលាក់ខ្លួនរបស់បងត្រូវពួកគេបង្ខំឡើងអត់មានផ្លូវដើរគឺគំនុំរបស់បងបង្ខំឲ្យគេសម្លាប់ខ្លួនឯងទេពួកគេថាពួកគេនឹងមកកោះនេះវិញស្មាមិនដល់ថាណាមួយគឺបាននិយាយគ្នារួចទៅហើយថាខ្ញុំចាំនៅទីកន្លែងនេះទៀតផងកាដូខ្ញុំមិនចាក់ចេញពីកោះភ្លើងទឹកកកគឺមិនចង់ឲ្យប្តីប្រពន្ធរបស់ឯងទៅដែរខ្លាចលទ្ធផលចុងក្រោយគឺយ៉ាងនេះអូនសានស៊ូ
គឺបងនាំទុកដល់ពួកឯងគឺបងនាំទុកដល់ពួកឯងលបងស៊ីជាង10ឆ្នាំទៅហើយធាតុរបស់អ្នកក្លាហានចាងក៏រលួយអស់ហើយដែរបងមិនបាច់កើតទុកពេកទេអ្នកស្រីប្រាប់ខ្ញុំមកអ្នកណាមកខំឲ្យប្តីប្រពន្ធគេ2នាក់នោះស្លាប់កាលនោះខ្ញុំក៏អត់មាននៅកន្លែងនោះដែរមិននឹងដឹងទៅមិនអីទេទុកថាខ្ញុំដឹងទៅចុះប៉ុន្តែខ្ញុំក៏នឹកចម្លែកដែរលបងស៊ីតើបងចង់ធ្វើយ៉ាងម៉េចសម្លាប់យើងនឹងសម្លាប់យើងសម្លាប់ស្ដេចសង្រួមមាសយើងមិនស្ដាយនឹងយកឈាមរួយក្នុងពិភពគុណទេគឺត្រូវតែសងសឹកឲ្យប្តីប្រពន្ធរបស់គេឲ្យទាល់តែបានលបងស៊ីខ្លាចក្រែងតែបងមានចិត្តតែអត់មានកម្លាំងទេអ្នកស្រីថាម៉េចមិនមែនខ្ញុំជាប្អូនស្រីនេះចេះទឹកត្រជាក់ដាក់បងទេឥឡូវបងងងឹតភ្នែកទាំងសងខាងសូម្បីតែការរស់នៅរបស់ខ្លួនឯងក៏មើលក្រោយមិនបានតាមម៉េចនឹងអាចសម្រាប់មនុស្សសងសឹកបានទៀតយើងមិនរវល់រឿងនេះទេចាំបាច់ត្រូវតែរវល់ឥឡូវលបងសៀច្រឡោតយ៉ាងនេះมันត្រឹមតែមិនអាចធ្វើការធំបានទេផ្ទុយទៅវិញធ្វើឲ្យសាច់ញាតិឈឺចិត្តសត្រូវសប្បាយចិត្តអ្នកស្រីថាម៉េចសាច់ញាតិឈឺចិត្តទៅសប្បាយចិត្តទេគឺចង់និយាយពីអូជីកូនរបស់យើងនោះមែនទេអ្នកស្រីហានអ្នកស្រីដឹងពីដំណឹងរបស់អូជីមែនទេអ្នកស្រីឆាប់ប្រាប់លេមកចាងអូជីគួរឲ្យអាណិតខ្លាំងណាស់ត្រូវកណ្ដាប់ដៃអាទិទេពស៊ិនមីងទ្រាំនឹងការឈឺចាប់របស់ពឹសតកកត្រជាក់ទាំងយប់ទាំងថ្ងៃខ្ញុំនៅលាអាងមេអំបៅធ្លាប់បានឃើញគេមានអារម្មណ៍ថាក្មេងម្នាក់នេះឆ្លាតវៃលើសគេគួរឲ្យស្រឡាញ់ណាស់ខ្ញុំមានសន្តានចិត្តល្អជួយគេឲ្យនៅកោះពោះទេពជាមួយនឹងខ្ញុំតែគេមិនព្រមអ្នកស្រីនិយាយព្រឹងមួយខ្លាយលោកតាស៊ីអ្វីដែលលោកយាយនិយាយគឺអត់មានកុហកទេខ្ញុំចង់បានការនោះខ្ញុំចង់ឲ្យចាងអូជីទៅកោះពោះទេពជាមួយនឹងខ្ញុំដែរប៉ុន្តែគេមិនត្រឹមតែមិនព្រមមកទេណាមួយគេបានខំខ្ញុំទៀតផងរហូតដល់ពេលនេះនៅមានស្នាមមួយនៅឡើយទេស្រីតូចឯងមិនដែរមើលលោកតាស៊ីសំដីលោកយាយនិយាយអត់មានកុហកទេប៉ាត់មែនតែរឿងរ៉ាវបានកន្លងទៅ10ឆ្នាំមែនប៉ុន្តែអាលីចំពោះចាងអូជីនៅតែនឹកគេដដែលហើយតាំងពីនៅលាអាងមេអំបៅមកគឺលែងមានដំណឹងរបស់គេរហូតគិតមើលក្មេងម្នាក់ដែលមិនទាន់មានអាយុ10ឆ្នាំផងហើយជាកូនកំព្រាគ្មានឪពុកម្ដាយទៀតហើយមានរបួសធ្ងន់ជាប់ខ្លួនផងដើរផ្សងព្រេងក្នុងពិភពគុណប្រកាសជាត្រូវគេធ្វើបាបគ្រប់កន្លែងពិតជាគួរឲ្យអាណិតមែនទែនហើយអូជីកូនអូជីចេះចោះលបងស៊ីអូជីចាំខ្ញុំរកជំនួសបងគំនុំរបស់បងខ្ញុំសងសឹកជំនួសឲ្យតែបងឲ្យខ្ញុំខ្ចីកំបិតប្រហារនេះសិនទៅខ្ញុំជាប្អូននីងមិនទេឥឡូវរបស់តមួយគាត់ដូចយើងមាននោះគឺកំបិតប្រហារនេះហើយកំបិតអត់មាននៅក្បែរខ្លួនខ្ញុំអត់មានអ្វីទីពឹងទេ
យើងសុកចិត្តយកលក្ខខណ្ឌមួយជូន លក្ខខណ្ឌអីទៅ យើងនឹកកូនអ៊ូជីណាឲ្យតែស្រីជួយរកវាឲ្យខ្ញុំឃើញកំបិតបហាននេះជាជនខ្ញុំសុកចិត្តជូនដល់ផ្ទាល់ដៃ បានមនុស្សយកសម្ដី តម្រីយកភ្លុកម្ ចាស់ក្រុមម្ចាស់ក្រុមលបងឆាងខ្ញុំមិនហ៊ានទទួលទេពួកយើងស្គាល់គ្នាជាមុននិយាយអំពីសាវតាធ្វើអីទៀតនេះគឺជាបញ្ជាណាលោកប្អូនអូជីនេះគឺលបងឆាងដែលខ្ញុំបានស្គាល់មែននេះចោតរវល់រហូតអត់មានពេលទំនេរតាក់ទងជាមួយបងរឿងលោកនេះពិបាកស្មានមែនពិតជាពិបាកស្មានមែនណាកាលនោះនៅឡាមេបើអែបជាបារបូកខ្ញុំជាហើយរួចហើយក៏ប្រែឈ្មោះថាចិនអានីវបានជួយជីវិតខ្ញុំម្ដងទៀតលោកប្អូនអូជីគុណបំណាច់នេះខ្ញុំមិនអាចសមបានទេកុំនិយាយយ៉ាងនេះដាច់ខាតណាពួកយើងស្គាល់គ្នាគឺមាននិស្ស័យដែរប៉ុន្តែណាពីថ្ងៃនេះទៅខ្ញុំយកបញ្ជារបស់ម្ចាស់ក្រុមធ្វើជាធំណាស់ហើយខ្ញុំចាំម្ចាស់ក្រុមទៀតហើយខ្ញុំចង់ឡើងភ្នំគង់មីមើលបន្តិចខ្ញុំទៅដែរមិនទេខ្ញុំទៅម្នាក់ឯងងាយស្រួលជាងអញ្ចឹងម្ចាស់ក្រុមលោកប្អូនអូជីប្រយ័ត្នតិចផងណាដល់ខ្ញុំរបស់ខ្ញុំកុំរបស់ខ្ញុំទេឲ្យចែកគ្នាចូលយកបញ្ចាត្រូវយកនេះបាទគ្នាធ្វើអីចែកគ្នាទៅបងយកមកដល់គ្នាអីយកទូរំត្រូវយកមកខ្ញុំទេមកមើលយ៉ាងនេះតាបងកែគ្នាមកខ្ញុំណែឲ្យខ្ញុំមកខ្ញុំយកនេះអាមាសវិញមាសមិនក៏អីយកតែអីចឹងមកគូចែកគ្នានេះសែងទៅក្រៅសិនទៅតចាប់ឡើងអូជីងជីងអាចចាំបានខ្ញុំមកទៅខាប់កែវចែកគ្នាចាប់ឡើងអាយ៉ាមិនទៅតែរុកតែងហ្នឹងហ៎នេះអូលបងខ្ញុំមកយកលបងអូននឹកបងណាស់បងឯងគាត់ពុំចែកគ្នាយ៉ាងមិនចឹងបើខ្ញុំមកចាប់ឡើងសៃទៅក្រៅមិនមែនទេចាប់ឡើងឲ្យខ្ញុំមិនមែនលបងទេយ៉ានេះមានតែវិញកែនេះវិញសៃយកទៅលបងស្លាប់បាត់ទៅហើយសៃដល់ក្រៅចែកបងក៏ស្លាប់ហើយដែរចាប់ឡើងស្លាប់អស់ហើយសត្វតែស្លាប់អស់ហើយចាប់ឡើងយកទៅអាយ៉ានេះណែមកចាំតាចម្លៃយកអ្នកដែលមិនចូលរំលំនឹងពិភពកូនអត់នេះសម្រាប់ចូលទៅឈប់សិនក្រុមសាសនាមេងមានចៅអូជីខ្ញុំជាអ្នកគ្រប់គ្រងដាច់ខាតមិនសម្រាប់ជនគ្មានកំហុសទេឲ្យតែពួកគេទម្លាក់អាវុធចោះចូលពួកយើងមិនអាចសម្លាប់ពួកគេទេជនដំណើរគេចុះភ្នំទៀតមិនទៅចង់ងាប់អីអូឆាប់រត់ពួកយើងឆាប់រត់លនិយាយមួយម៉ាត់ទៅពួកលោកអង្គខ្ញុំធ្វើជាម្ចាស់ក្រុមរងអញ្ចឹងសម្ដីរបស់ខ្ញុំពួកលោកមិនស្ដាប់ទេស្ដាប់អ្នកដែលមិនស្ដាប់គឺល្មើសនៅវិន័យបានអញ្ចឹងខ្ញុំនិយាយឲ្យណាក្រុមសាសនារបស់យើងពីដើមមកអ្នកខាងក្រៅទុកយើងដូចជាសាសនាបិសាចដើម្បីកែប្រែនៃការយល់ច្រឡំរបស់ពិភពគុណចំពោះសាសនារបស់យើងចាំពីពេលនេះតទៅពួកយើងទាំងអស់គ្នាត្រូវគោរពវិន័យឲ្យបានជាពិសេសរវាងបងប្អូននៅក្នុងក្រុមចាំបាច់ត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកដូចជាបងប្អូនបង្កើតមិនត្រូវសម្រាប់គ្នាទេណាត្រូវជួយគ្នាទៅវិញទៅមកពួកខ្ញុំស្ដាប់តាមបញ្ជារបស់ចាស់ក្រុមមនុស្សក្រុមសាសនាអន្តរីទេពសាបញ្ជាសាសនាយើងនិងសាសនាមេងគឺជាប់គ្នាតាំងពីដើមឡើយគឺដូចពូជតែមួយមានឈ្មោះសាសនាអន្តរីហើយត្រូវលុបចោលនៅក្នុងពិភពគុណរហូតហើយអ្នកទាំងអស់គ្នាសុទ្ធតែបូជាកម្លាំងដើម្បីក្រុមសាសនាមេងយើងសូមប្រកាសចាប់ពីពេលនេះតទៅមានតែម្ចាស់ក្រុមចាងម្នាក់គត់អត់មានម្ចាស់ក្រុមយីងទេអ្នកដែលមានគ្រប់បញ្ជាគឺល្មើសវិន័យក្រុមទទួលបញ្ជាក្រុមសាសនាអន្តរីទេពនិងក្រុមសាសនាមេងបែកគ្នាហើយជួបជុំគ្នាវិញជារឿងមួយល្អយ៉ាងធំប៉ុន្តែខ្ញុំត្រូវយកសម្ដីនៅក្នុងចិត្តរបស់ខ្ញុំនិយាយចេញមកគឺនិយាយអំពីសាច់រឿងមួយចុះណាតាមសម្ដីផ្នែកផ្ដាំនៅក្នុងសម្បត្តិរបស់ម្ចាស់ក្រុមយ៉ាងអ្នកដែលបានឃើញបញ្ជាផ្លាកអន្តរីទេពគឺជាម្ចាស់ក្រុមចំនួនទី34របស់ក្រុមសាសនាមេងក្រោយពេលដែលគាត់ចែកឋានទៅតំណែងម្ចាស់ក្រុមនេះឲ្យស្ដេចសឹងរមមាសជាបណ្ដោះអាសន្នហើយដូច្នេះហើយខ្ញុំយល់ថាគួរតែប្រញាប់ទៅកោះភ្លើងទៅកោះអញ្ជើញអង្គរៈសៀមមកកាន់តំណែងរួចហើយចាំរកមជ្ឈបាយរកបញ្ជាភ្លើងអន្តរីទេពខ្ញុំបានមានរឿងចង់និយាយក្រុមសាសនាមេយើងជាក្រុមនេះគ្មានក្បាលរាប់សិបឆ្នាំមកហើយឥឡូវបានម្ចាស់ក្រុមម្នាក់ដែលមានប្រាជ្ញាឆ្លៀវវៃមាន
អាចដូចជាលោកយ៉ាងនេះមកដឹកនាំពួកខ្ញុំអាចមានកិត្តិស័ព្ទឡើងវិញហើយរឿងដែលបារម្ភនោះអតីតលោកក្នុងក្រុមយើងមានមនុស្សគ្មានសមត្ថភាពមួយចំនួនរកឃើញបញ្ជាភ្លើងអន្តរជាតិគិតយ៉ាងម៉េចទៅឬមួយក៏អង្វរឲ្យគេធ្វើជាម្ចាស់ក្រុមដោយខានមិនបាននោះទេពីបណ្ដាំរបស់ម្ចាស់ក្រុមយ៉ាងពីមុនបានសរសេរទុក20ឆ្នាំមុនហើយជាមួយនឹងស្ថានភាពឥឡូវនេះមិនដូចគ្នានោះទេការយោបល់របស់ខ្ញុំស្ដីសឹងរួមនេះត្រូវតែទទួលប៉ុន្តែបញ្ជាភ្លើងអន្តរជាតិត្រូវទៅរកដៃក៏ប៉ុន្តែបើចង់រកនរណាមកគ្រប់គ្រងនោះគឺយើងមិនគ្រប់ទេមែនហើយមែនហើយមិនទេបណ្ដាំម្ចាស់ក្រុមយ៉ាងគឺមិនអាចប្រឆាំងបានទេរឿងនេះណារឿងនេះបានហើយខ្ញុំជាអ្នកសម្រេចទៅហើយអ្នកទាំងអស់គ្នាមិនចាំបាច់និយាយច្រើនពេកទេគិតយ៉ាងម៉េចចេះបងអើយរឿងធំទី2ឥឡូវនេះទៅទទួលអង្គរៈសៀមកវិញដើម្បីឲ្យគាត់ទទួលតំណែងឥឡូវដល់ដំណាក់កាលនេះទៅហើយខ្ញុំមានតែទៅដល់ផ្ទាល់នៅមាននរណាទៀតចង់ទៅជាមួយខ្ញុំទេខ្ញុំសុំចិត្តទៅជាមួយម្ចាស់ក្រុមមិនទេកម្លាំងមនុស្សនៅសមុទ្រខាងក្រៅមិនចាំបាច់ច្រើនពេកទេពេលនេះក្រុមសាសនាមេងនៅមានរឿងជាច្រើនទៀតសម្រាប់មនុស្សចាត់ចែងអញ្ចឹងណាអង្គរៈយ៉ាងទៅតាមខ្ញុំមនុស្សរាជទាំង5ដឹកនាំខ្យល់រន្ទះមេឃដីទាំង4នៅភ្នំកងមេងជួសជុលកន្លែងនេះឡើងវិញចំណែកក្រុមទុងទាំង5ត្រូវបែងចែកគ្នាគ្រប់ទីកន្លែងទៅប្រជុំបាក់ក្រុមទាំងអស់បែងចែកគ្នាសូមលោកតាដឹកនាំទុងសញ្ញាក្រុមមន្ត្រីទីតាមរកអង្គរៈឆ្វេងស្ដាំស្ដេចនេះអាយពណ៌ស្វាយទាំងពីររបស់ភ្នំកងមេងវិញហើយស្ដេចប្រជាវហើយនឹងបែកផ្លូវគ្នាទៅកន្លែងស្នាក់នៅរបស់បាក់ក្រុមទាំង6ថាក្រុមសាសនាយើងកំពុងធ្វើការជួសជុលបើមិនផ្សះផ្សាគ្នាទេកុំប៉ះពាល់គ្នាអីល្អជាងគ្រប់តាមម្ចាស់ក្រុមបងកូនក៏ចង់ចេញទៅសមុទ្រមើលទេសភាពកោះភ្លើងតកដែរពុកម្ដាយសម្រាប់បានទេកូនទៅនិយាយជាមួយម្ចាស់ក្រុមទៅអូនពុំមិនធ្វើដំណើរតាមសមុទ្រគឺមានគ្រោះថ្នាក់ណាបើសិនជាអូនមិនខ្លាចទេហើយអង្គរៈយ៉ាងសុកចិត្តឲ្យអូនទៅនោះបងក៏អត់មានច្បល់អីដែរស្អីក៏ខ្ញុំមិនខ្លាចទាំងអស់ពួកយើងទៅជាមួយបងអ៊ូជីទៅមិនមែនទេកូនចង់និយាយថាម្ចាស់ក្រុមពួកយើងទៅជាមួយនឹងម្ចាស់ក្រុមទៅបានទេម្ចាស់ក្រុមនិយាយអញ្ចឹងទៅហើយពួកក៏មិនអាចនិយាយអីកើតដែរអរគុណបងសេចក្ដីខ្ញុំតាមរកនាងគ្រប់ទីកន្លែងសេចក្ដីខ្ញុំមានរឿងមួយចង់និយាយជាមួយនាងណាយ៉ាងម៉េចហើយនាងកុំប្របាក់ចិត្តអីខ្ញុំសន្យានាងហើយថាប្រកាសជាជួយស្រាយច្បាប់ឲ្យនាងនេះណានាងដូចជាមានរឿងអីមិនសប្បាយចិត្តណាអត់ទេអ្នកប្រុសមានការងារមកមានញាក់មិនបាច់ចំណាយសម្ដីលើសេចក្ដីទៀតទេតែអ្នកប្រុសចង់និយាយរឿងអីជាមួយខ្ញុំទើបប្រហែលថ្ងៃមានរឿងជាច្រើនដែលខ្ញុំត្រូវទទួលខុសត្រូវទាំងអស់និយាយថានិស័យក៏បាននិយាយថាព្រំលិខិតក៏បានដែរខ្ញុំរៀនចេះក្បាច់គុណអាទិទេពជាងខុនដោយមិនដឹងខ្លួនហើយដេញទាឡើងទំនុំធ្វើជាម្ចាស់សាសនាមេងទៀតស្ថានភាពភ្លាមនេះខ្ញុំពិតជាមិនអាចទទួលបានមែនខ្ញុំយល់ថាអ្នកប្រុសចាត់ចែងបានល្អណាស់ខ្ញុំមិនមានការពិសោធន៍ទេសម្អាងលើអារម្មណ៍ត្រង់ទាំងស្រុងមកធ្វើទាំងអស់ណាសេចក្ដីខ្ញុំពិតជាចាប់ផ្ដើមមានការរេរ៉ាច់ចិត្តបន្តិចមែនហើយខ្លាចផ្លូវទៅថ្ងៃក្រោយពិបាកដែរខ្លាំងណាស់អ្នកប្រុសមិនចំពោះថាអ្នកប្រុសធ្វើអ្វីទេទោះជាខុសឆ្គងចំពោះអ្វីក៏ដោយកុំឲ្យតែខុសឆ្គងចំពោះសតិសម្បជញ្ញៈទៅបានហើយសេចក្ដីនិយាយលេងជាមួយនឹងនាងចិត្តអារម្មណ៍របស់ខ្ញុំនេះពិតជាបានធូរច្រើនមែនណាកាន់តំណែងធ្វើការផ្សេងទៀតចាំទទួលពុកថងខ្ញុំមកវិញហើយចាំគិតទៀតហើយចំណែកនាងវិញត្រូវតែស្នាក់នៅភ្នំកងមេងដល់ស្ងប់ចិត្តចុះណាចាំខ្ញុំចេះកំបិតពីពុកថងរបស់ខ្ញុំកាត់ច្បាប់ឲ្យនាងបានណាសូមរងចាំទស្សនាភាពបន្តបបប្រែនមកចូលសម្លេងនៃក្រុមហ៊ុន Sunday Video យើងខ្ញុំសូមគ្រប់ជូនពរដល់លោកអ្នកឲ្យជួបប្រទះតែសុភមង្គលគ្រប់ពេលវេលាសូមអរគុណ手托腮，似笑非笑的你。着他凄凄哀哀，什么
非之外，因为你想和他谈爱，让他一生为你画眉，让他的心快融似海，再不提你曾给他伤害，你到他身边，再没别的女孩，让他一生为你画眉，让他的心快融似海，再不提你曾给他伤害，你要他身